bạn sẽ đến nào kiaวันกันជាមួយនឹងវីដេអូថ្មីថ្ងៃនេះគឺខ្ញុំនឹងបង្ហាញដល់គ្នាអំពីការភារទៅលើដុំ My Holy Land Luck M2 នេះគឺជា My Holy Land Luck M2 អញ្ចឹងបើសិនអ្នកនរគ្នារកវីដេអូតើតើនឹងការភារដូច្នេះអ្នកនរគ្នាកុំរំលងវីដេអូមួយនេះដំបូងយើងភារទៅលើដុំមួយនេះគេហៅថាដុំ receive ដោយយើងប្រើជាមួយនឹង iPhone ដោយ Lightning ហើយវាមាន Type C ដែរហើយ Type C នេះក៏វាភារដូចគ្នាដែរអ្នកនរគ្នាខ្ញុំចាប់ដើមភារទៅលើដុំមួយនេះហើយដុំមួយនេះអត់មានភ្លើងទេអ្នកនរគ្នាអញ្ចឹងដើម្បីយើងភារបានគឺយើងត្រូវការទូរស័ព្ទដៃអញ្ចឹងឥឡូវខ្ញុំចាប់ដើមយកវាទៅដោតនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអូខេអ្នកនរគ្នានៅពេលដែលយើងដោតវាចេញភ្លើងបែបនេះអញ្ចឹងតោះមកយើងយកដុំ transmitter ទាំងពីរនេះមកភារចូលគ្នាចឹងដើម្បីភារចូលគ្នាបានយើងត្រូវចុចប៊ូតុងទាំងពីរនេះឲ្យជាប់លើប៊ូតុងពណ៌លឿងនេះយើងចុចវាជាប់បន្ទាប់យើងចុចជាប់ហើយវានឹងបិទភ្លើងទាំងអស់បន្ទាប់មកយើងចុចបើកវាវិញតើវាយើងចុចបើកយើងចុចវាជាប់ដូចគ្នានៅពេលដែលវាបើកភ្លឺហើយយើងកុំតន់ប្រឡែងទុកវាប្រហែលជា2សេកង់ឬក៏3សេកង់ហើយវាលោតរៀងញាក់ញាប់យើងប្រឡែងវាវិញតើពេលយើងប្រឡែងហើយវានឹងចាប់ផ្ដើម connect គ្នាឥឡូវនេះវាបានជាប់មួយហើយអញ្ចឹងដើម្បីយើងដឹងថាវា connect គ្នាអត់មុននឹងយើងតេស្តvoice យើងមើលទៅលើភ្លើងនៅលើដុំទាំង3ហ្នឹងគឺវាមានភ្លើងពណ៌ដូចគ្នាដើម្បីយើងចង់ដឹងយើងចុចនៅលើប៊ូតុងពណ៌លឿងនៅលើដុំ transmitter ហ្នឹងយើងចុចវាមួយវាផ្លាស់ទៅពណ៌ខៀវអញ្ចឹងវាដូរទៅលើពណ៌ខៀវទាំងអស់អញ្ចឹងយើងចុចម្ដងទៀតទៅបៃតងអញ្ចឹងវាមកពណ៌បៃតងទាំងអស់មានន័យថាវាស្គាល់គ្នាហើយយើងអាចតេស្តសាកល្បងនៅលើវីដេអូបន្ថែមដើម្បីជៀសវាងក្នុងការថតវីដេអូហើយអត់ចូលសំឡេងហើយសម្រាប់ដុំ receive របស់វាមួយនេះដែលប្រើប្រាស់ជាមួយនឹងកាមេរ៉ាទូរស័ព្ទដៃឬក៏កុំព្យូទ័រក៏វាមានលក្ខណៈភារដូចគ្នាដែរឥឡូវយើងមកមើលការភារទៅលើដុំនេះអញ្ចឹងសម្រាប់ដុំមួយនេះដែរគឺយើងអត់ធ្វើអីវាទេយើងទុកវាចោលអ្នកគ្នាយើងទុកវាចោលបែបហ្នឹងតបមកយើងចុចនៅលើតែដុំ2នេះទេអ្នកគ្នានៅលើដុំ2ហ្នឹងទេយើងចុចវាជាប់ឲ្យជាប់រហូតដល់វា off អូខេនៅពេលដែលវាបិទចឹងហើយយើងចុចវាជាប់រហូតដល់វាបើកនិយាយទៅ connect គ្នាដូចមុនដែរតើបើកហើយយើងទុកវាប្រហែលជា2 3សេកង់ហើយវាលុតញាក់យើងញាប់យើងប្រឡែងទាំងពីរទៅវានឹងលោតភ្លើងមកដូចគ្នាមានន័យថាវាស្គាល់គ្នាហើយអញ្ចឹងរបៀបតេស្តយើងធ្វើដូចមិញដែរយើងចុចលើប៊ូតុងពណ៌លឿងនឹងមួយថាទាំង3នេះវាដូរពណ៌អត់អូខេអញ្ចឹងវាដូរទាំងអស់ហ្នឹងវាបាន connect គ្នាជោគជ័យហើយអញ្ចឹងបើសិនអ្នកគ្នាចង់ប្រកាស 100% ថាវាដំណើរការអ្នកគ្នាអាចសាកល្បងក្នុងការ record វីដេអូខ្លីមួយស្ដាប់សំឡេងរបស់យើងបើសិនជាវាលឺមានន័យថារបស់យើងជោគជ័យហើយនេះគឺជាវីដេអូខ្លីមួយក្នុងការបង្ហាញអំពីការភារទៅលើដុំ My Holy Land Luck M2 អញ្ចឹងសម្រាប់អ្នកគ្នាកំពុងតែរកវីដេអូក្នុងការភារអ្នកគ្នាកុំរងវីដេអូមួយនេះហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ